ព្រមទាំងថវិកាដំណើរការសាលារៀននេះព្រឹកថ្ងៃសៅរ៍ទី8ខែមិនិនាឆ្នាំ2025អាយឧត្តមបណ្ឌិតធុនវឌ្ឍនាអនុប្រធានទី2ព្រឹទ្ធសភាអមដំណើរដោយលោកជំទាវខួនខុនឌីអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី8និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យពិនិត្យមាត់ធ្មេញព្រមទាំងចែកច្រាសដុសធ្មេញថ្នាំដុសធ្មេញទឹកដោះគោស្រស់សម្ភារៈសិក្សានិងទូរទស្សន៍ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកំពង់ស្វាយស្ថិតក្នុងភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំអាយឧត្តមបណ្ឌិតក៏បានពំនាំនៅពាក្យសួរសុខទុក្ខរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលតែងយកចិត្តទុកដាក់និងបារម្ភពីសុខទុក្ខជីវភាពរស់នៅសុខសុវត្ថិភាពក៏ដូចជាសុខសន្តិភាពរបស់ប្រជាជនទាំងអស់នៅមូលដ្ឋានអាយឧត្តមបណ្ឌិតអនុប្រធានទី2ព្រឹទ្ធសភាបានមានប្រសាសន៍ថាការអប់រំគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារយុវជនក៏ដូចជាប្រជាជនទាំងអស់គ្រប់វ័យព្រោះការរៀនសូត្រគឺអាចធ្វើបានគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងអំណោយដែលបានផ្ដល់ជូនក្នុងកម្មវិធីនេះរួមមានទូរទស្សន៍ចំនួន1គ្រឿងច្រាសដុសធ្មេញថ្នាំដុសធ្មេញទឹកដោះគោស្រស់និងសម្ភារៈសិក្សាមួយចំនួនទៀតអំណោយទាំងអស់នេះគឺជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្របន្ថែមដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលខាងមុខសម្រាប់ការកសាងសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជាលើសពីនេះឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាចំពោះទូរទស្សន៍គឺឧបករណ៍សម្រាប់ឲ្យកុមារជាពិសេសកុមារនៅតាមជនបទអាចរៀនភាសាអង់គ្លេសតាមកម្មវិធីអប់រំដែលមានជាច្រើនក្នុងប្រព័ន្ធអ៊ីនធឺណិតដូចជា YouTube និងតាមគេហទំព័រ e-learning ជាច្រើនទៀតដែលបង្រៀនពីព្យញ្ជនៈអនាម័យសុខភាពវិទ្យាសាស្ត្រជាដើមបន្ថែមពីនេះក្រុមគ្រូពេទ្យក៏បានជួយបង្រៀនដល់សិស្សានុសិស្សទាំងអស់អំពីរបៀបនៃការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវនិងបានពិនិត្យមើលសុខភាពមាត់ធ្មេញជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតបានអញ្ជើញប្រគេនចង្ហាន់ព្រះសង្ឃគង់នៅវត្តកំពង់ស្វាយដែលស្ថិតក្នុងភូមិកំពង់ស្វាយនេះផងដែររួមទាំងចូលរួមប្រគេនថវិកាកសាងព្រះវិហារនិងចែកជូនថវិកាព្រមទាំងបានរៀបចំអាហារថ្ងៃត្រង់សម្រាប់លោកយាយលោកតាលោកគ្រូអ្នកគ្រូអាជ្ញាធរនិងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាកំពង់ស្វាយឯកឧត្តមបណ្ឌិតបានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ពីរយ៉ាងដើម្បីរួមចំណែកអភិវឌ្ឍខ្លួនផងនិងប្រទេសជាតិផងនោះគឺកត្តាសុខភាពនិងកត្តាអប់រំដោយសុខភាពត្រូវផ្ដោតលើអាហារូបត្ថម្ភនិងអប់រំត្រូវផ្ដោតលើភាសាអង់គ្លេសឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូដែលបានលះបង់ទាំងកម្លាំងកាយនិងចិត្តក្នុងការខិតខំប្រឹងប្រែងអប់រំបណ្ដុះបណ្ដាលដល់សិស្សានុសិស្សគ្រប់រូបហើយការលះបង់នេះពិតជាមានតម្លៃធំធេងណាស់ព្រោះលោកគ្រូអ្នកគ្រូគឺជាឪពុកម្ដាយទី2របស់សិស្សានុសិស្សជាថ្មីម្ដងទៀតឯកឧត្តមបណ្ឌិតបានសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រនិងកិច្ចសហការរបស់នាយកសាលាលោកគ្រូអ្នកគ្រូនិងអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងការសម្របសម្រួលរៀបចំកម្មវិធីនេះឲ្យប្រព្រឹត្តទៅបានដោយរលូននិងជោគជ័យជាទីបញ្ចប់ឯកឧត្តមបណ្ឌិតធុនវឌ្ឍនាអនុប្រធានទី2ព្រឹទ្ធសភាបានជូនពរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សអាជ្ញាធរមូលដ្ឋានទាំងអស់ទទួលបាននៅពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លានឃ្លាតឡើយ